សួស្តីអ្នកទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយនៅវីដេអូទី2ដែលនិយាយរឿងអក្សរសិល្ប៍ខ្មែរក្នុងវីដេអូមុនខ្ញុំបាននិយាយអំពីតាក់ទងទៅនឹងអក្សរសិល្ប៍រឿងភូមិតេរ្តិឆានដែលជាអក្សរសិល្ប៍មួយដែលតាក់ទងទៅនឹងការគៀបសង្កត់របស់ពលរដ្ឋនិគមនិយមបារាំង90ឆ្នាំនឹងមកទៅថ្ងៃនេះខ្ញុំលើករឿងអក្សរសិល្ប៍មួយទៀតដែលចំណងជើងរឿងនោះគឺសូផាតប្រភេទរឿងនេះគឺជាប្រភេទរឿងអក្សរសិល្ប៍ទំនើបប្រឡោមលោកបែបមនោសញ្ចេតនាចំណែកចលនាគឺចលនាខេមរៈនិយមដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរនាសម័យអាណានិគមនិយមបារាំងសង្គមបរិយាកាសគឺកើតឡើងនៅអំឡុងអាណានិគមនិយមបារាំងប្រទេសកម្ពុជារងការជិបសង្កត់របស់បារាំងនិងទទួលឥទ្ធិពលវប្បធម៌បារាំងចំណែកឯកំណត់តែងនៅឆ្នាំ1938ដោយអ្នកនិពន្ធលោកមានឈ្មោះថារីមគិនកុំឲ្យខាត់ពេលយើងចូលទៅស្ដាប់មេរៀនសង្ខេបអំពីអត្ថបទសុផាតដូចតទៅលោកសួនជាចៅហ្វាយស្រុកមួយរូបនៅស្រុកសេរីសុភ័ណ្ឌអ្នកស្រុកទាំងពួងដឹងថាលោកបានទៅលួចរួមរយៈជាមួយស្ត្រីកំព្រាម្នាក់ឈ្មោះសូយ៉ាក្រោយមកលោកត្រូវបានរាជការធំផ្លាស់លោកទៅក្រុងភ្នំពេញលោកសួនមិនអាចនាំនាងសូយ៉ាដែលមានផ្ទៃពោះទៅជាមួយដោយសារតែម្ដាយលោកបានដណ្ដឹងកូនគេបញ្ចាំចិត្តរួចហើយលោកបានទុកចិញ្ចៀនមួយវងឲ្យនាងសូយ៉ាហើយសន្យាថានឹងវិលត្រឡប់ទៅរកនាងវិញនាងសូយ៉ានៅស្រុកតែម្នាក់ឯងក្រោយមកឆ្លងទន្លេបានកូនប្រុសម្នាក់ឈ្មោះថាសូផាតនេះឯងម្ដាយកូនពីរនាក់រស់នៅយ៉ាងកំសត់សូម្បីតែសម្បត្តិមួយបន្ទាប់ពីលោកសួនក៏នាងមិនបានទទួលដែរពេលដឹងថាលោកសួនមានប្រពន្ធថ្មីនាងក៏ចាប់ផ្ដើមឈឺរហូតដល់ស្លាប់ហើយកូននាងត្រូវបានយកទៅដាក់ក្នុងវត្តពេលនោះមានអាយុប្រហែលជា8ឆ្នាំលុះដល់អាយុដល់12ឆ្នាំកុមារចាក់ចេញពីស្រុកទៅភ្នំពេញដើម្បីស្វែងរកឪពុកបង្កើតរបស់ខ្លួនពេលទៅដល់ភ្នំពេញសុផាតស្នាក់នៅក្នុងវត្តឧណាឡោមហើយស្គាល់ក្មេងម្នាក់ឈ្មោះណារិនក្រោយមកឪពុកធនរិនយល់ព្រមឲ្យសុផាតស្នាក់នៅជាមួយថ្ងៃមួយក្រោយពេលសុផាតងូតទឹករួចភ្លេចចិញ្ចៀននៅក្នុងបន្ទប់ទឹកនាងម៉ាយ៉ានចូលទៅដល់បន្ទប់ទឹកក៏ប្រទះឃើញចិញ្ចៀននោះហើយប្រគល់ឲ្យលោកអុកញ៉ាលោកក៏ជ្រាបដឹងថាសុផាតជាកូនបង្កើតរបស់ខ្លួននាងអ៊ូរីជាកូនក្រមុំអ្នកចិត្តខាងចាប់អារម្មណ៍លើសុផាតរហូតដល់ទប់គេឈ្មោះជាស្ត្រីពុំបានក៏ឡើងទៅបន្ទប់សុផាតទាំងយប់តែត្រូវបានសុផាតប្រាប់ឲ្យនាងចាក់ចេញនាងយ៉ាម៉ាតយ៉ាម៉ាន់យ៉ានប្រទះឃើញទស្សនភាពបែបនេះក៏អស់សង្ឃឹមដែរខ្លួនចាប់ចិត្តលើបុរសបែបនេះនាងគេចវេះខ្លួនចេញពីសុផាតជាដរាបហើយសុផាតក៏នឹកក្នុងចិត្តថាប្រហែលធ្វើឲ្យនាងទាស់ចិត្តហើយក៏សម្រេចចិត្តចាក់ចេញពីផ្ទះនេះក្រោយពេលគ្រួសារលោកសួនដឹងថាសុផាតបានចាក់ចេញពីផ្ទះលោកក៏ចេញបញ្ជាឲ្យគេតាមរកស្រាប់តែក្រុមនគរបាលរកឃើញសាកសពមួយដោតដោយស្មានថាសុផាតចំណែកសុផាតវិញបានទៅរស់នៅជាមួយមេស្រុកសុកហើយបដូរឈ្មោះខ្លួនទៅជាផនស៊ីឯសំណាងជាកូនអ្នកមានក៏បំរុងនឹងចូលស្ដីដណ្ដឹងនាងម៉ាន់យ៉ានក្រោយមកនាងម៉ាន់យ៉ានបានជួបទៅនឹងសុផាតនៅផ្ទះមេស្រុកនោះដោយស្មានថាប្រលឹងខ្មោចសុផាតមកតាមរកនាងនៅថ្ងៃដែលនាងរៀបការនាងលោតសម្លាប់ខ្លួននៅមាត់ទន្លេប៉ុន្តែត្រូវបាននេសាទឈ្មោះរកជួយសង្គ្រោះពេលនោះហើយដែលពេលសុផាតបានជួបនាងម៉ាន់យ៉ានម្ដងទៀតហើយនាំនាងភៀសខ្លួននាំគ្នាភៀសខ្លួនទៅស្វាយរៀងដោយសារតែសុផាតធ្វើដំណើរត្រឡប់មកភ្នំពេញវិញជួបគ្រោះថ្នាក់ចរាចរណ៍ហើយនាងម៉ាន់យ៉ានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅឯខេត្តអ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯភ្នំពេញហើយជួបគ្នាចៃដន្យនៅទីនោះទីបំផុតលោកសួនបានរកឃើញអ្នកទាំងពីរវិញហើយរៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យពួកគេទៅតាមប្រពៃណីហើយរស់នៅជួបជុំគ្រួសារយ៉ាងសុខសាន្តចាប់ពីពេលនោះទៅប្រធានរឿងគឺគេនិយាយអំពីសុផាតចង់បង្ហាញពីជីវិតតស៊ូព្យាយាមរបស់យុវជនមួយរូបដែលជាកូនកំព្រាចំណែកឯបញ្ហារឿងគឺការផិតក្បត់របស់លោកសួនចំពោះនាងសូយ៉ាបន្សល់ទុកនៅកូនកំព្រាទី2ការយល់ច្រឡំរបស់កំឡោះក្រមុំសុផាតនិងម៉ាន់យ៉ានហើយទី3នោះគឺបញ្ហាការតស៊ូរៀនសូត្ររបស់សុផាតចំណែកទី4ស្នេហាស្មោះស្ម័គ្ររបស់កំឡោះក្រមុំសុផាតនិងម៉ាន់យ៉ានរឿងនេះគឺវាមានប៉ុណ្្នឹងឯងដែលជាការសង្ខេបត្រួសប៉ុណ្ណោះសូមអរគុណនិង
ជំរាបលាបងប្អូនទាំងអស់គ្នាបាយ